ត្រាទៅលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ទាំងចលនានិងអចលនទ្រព្យនេះចាស់លោកតើមានការលើកលែងក៏ដូចជាការអនុគ្រោះពន្ធទេសម្រាប់ប្រភេទពន្ធនេះចាស់សូមជឿចា៎សម្រាប់ប្រភេទពន្ធនេះសម្រាប់លើអចលនទ្រព្យមានការលើកលែងមានការអនុគ្រោះច្រើនហើយចលនទ្រព្យក៏មានការលើកលែងក៏មានការលើកលែងអត់មានការអនុគ្រោះទេគឺមានការលើកលែងតែម្ដងអញ្ចឹងជាដំបូងខ្ញុំចង់ជម្រាបអំពីការលើកលែងនិងការអនុគ្រោះពន្ធសម្រាប់ផ្នែកអចលនទ្រព្យពន្ធប្រថាប់ត្រាហ្នឹងសម្រាប់ផ្នែកអចលនទ្រព្យមុនបាទគឺការលើកលែងដំបូងគឺការលើកលែងគឺការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់ជាដីសម្បត្តិពីរដ្ឋាភិបាលឬជាដីសង្គមគិច្ចដីសម្បត្តិសេដ្ឋកិច្ចឬសង្គមគិច្ចពីរដ្ឋាភិបាលបាទបើសិនជាករណីទទួលដីហ្នឹងឧទាហរណ៍ដូចជាជនលោកទទួលដីសម្បត្តិពីសង្គមគិច្ចពីរដ្ឋាភិបាលគឺត្រូវបានលើកលែងបាទទី2គឺការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ក្នុងរង្វង់ញាតិបាទក្នុងរង្វង់ញាតិមានការលើកលែងច្រើនបាទសម្រាប់ករណីពន្ធនេះគឺទី1សម្រាប់ការធ្វើសន្តតិកម្មដែលពាក្យបច្ចេកទេសហៅថាសន្តតិកម្មមែនទែនវាជាលំហូរមរតកពីមនុស្សស្លាប់ទៅញាតិដែលមានញាតិទាំងអស់4គឺរវាងឪពុកម្ដាយបង្កើតនិងកូនបង្កើតរវាងប្តីនិងប្រពន្ធរវាងយាយតាបង្កើតនិងចៅបង្កើតរវាងឪពុកម្ដាយនិងកូនបង្កើតនិងកូនប្រសារដែលជាសហព័ន្ធគ្នាមានន័យថាឪពុកម្ដាយឲ្យទៅកូនហើយនិងកូនប្រសារដែលជាប្តីប្រពន្ធហ្នឹងសម្រាប់ដាក់ទៅជាទ្រព្យសម្បត្តិរួមចឹងបាទដែលឡែកក៏មានការធ្វើប្រតិកម្មលើកទី1ហ្នឹងក៏ត្រូវបានលើកលែងពន្ធដែរហើយក្នុងនោះមានទាំងអស់5ញាតិទី1គឺរវាងឪពុកម្ដាយបង្កើតនិងកូនបង្កើតមានន័យថាកន្លែងពាក្យថាប្រតិកម្មនៅទីនេះមានន័យថាគឺការផ្ទេរកម្មសិទ្ធិហ្នឹងពីមនុស្សរស់ដោយឥតគិតថ្លៃបាទអញ្ចឹងតើតែផ្ទេរក្នុងរង្វង់ញាតិពីមនុស្សរស់ទៅញាតិដែលមាន5ហ្នឹងហើយអត់គិតថ្លៃទៀតទើបបានទទួលការលើកលែងបាទមានន័យថាពីឪពុកម្ដាយបង្កើតនិងកូនបង្កើតរវាងប្តីនិងប្រពន្ធរវាងយាយតាបង្កើតនិងចៅបង្កើតរវាងឪពុកម្ដាយនិងកូនបង្កើតនិងកូនប្រសារជាទ្រព្យរួមប្តីប្រពន្ធហ្នឹងហើយរវាងយាយតានិងចៅបង្កើតនិងចៅប្រសារជាទ្រព្យរួមប្តីប្រពន្ធទាំងដែរអញ្ចឹង5ញាតិហ្នឹងគឺត្រូវទទួលបានការលើកលែងបើសិនជាមានការធ្វើប្រតិកម្មបាទមួយទៀតគឺសម្រាប់ករណីរដ្ឋទិញអចលនទ្រព្យដាក់ជាទ្រព្យសម្បត្តិរដ្ឋដែលចុះបញ្ជីសារពើភ័ណ្ឌនេះក៏អត់ត្រូវបងប្អូនដែរគឺត្រូវបានទទួលការលើកលែងដែរហើយមួយទៀតសម្រាប់ករណីទូតស្ថានកុងស៊ុលអង្គការអន្តរជាតិទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានាហ្នឹងបើសិនជាមានទិញអចលនទ្រព្យដាក់ជាកម្មសិទ្ធិគឺទទួលបានការលើកលែងដែរហើយនឹងមួយទៀតនោះគឺជាគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងឆ្នាំ2025ហើយបន្តរហូតមកដល់ឆ្នាំ2026នោះគឺប្រហែលបងប្អូនបានយល់ទាំងអស់គ្នាហើយគឺការលើកលែងពន្ធឬក៏ការអនុគ្រោះពន្ធក្នុងកម្រិតតម្លៃ$210,000អានឹងអនុវត្តរហូតដល់ដំណាច់ឆ្នាំត្រូវបានពន្យារហូតដល់ដំណាច់ឆ្នាំ26ហើយក៏មានករណីផ្ទេរកម្មសិទ្ធិសម្រាប់លំនៅឋានគ្រប់ប្រភេទមិញ$210,000ក៏សម្រាប់តែលំនៅឋានដែរបាទ$7,000ហ្នឹងគេអនុវត្តតាំងពីថ្ងៃទី25ខែ2ឆ្នាំ2020មកតាំងពីយើងចាប់ផ្ដើមរីករាលដាលកូវីដដែលវិស័យសំណង់ដូចជាមានបញ្ហាដោយសារឧបសគ្គផ្នែកកូវីដហ្នឹងគឺតាំងពីនោះមកក៏អនុវត្តរហូតដល់ឆ្នាំដាច់ឆ្នាំ2026ដែរបាទក្រៅពីការលើកលែងពន្ធនេះក្រៅពីការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្នែកអចលនទ្រព្យក៏មានការអនុគ្រោះដែរការអនុគ្រោះមានន័យថាបានមិនទទួលបានមិនទាំងអស់ដោយការលើកលែងគឺមានបានខ្លះអត់ខ្លះមួយផ្នែកនៃសល់លើសទៅត្រូវបង់ឧទាហរណ៍ថាទី1គឺការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិហ្នឹងយើងមានញាតិ3ដែលត្រូវទទួលបានការអនុគ្រោះហ្នឹងគឺរវាងឪពុកម្ដាយក្មេកនិងកូនប្រសារអញ្ចឹងហើយរវាងបងប្អូនបង្កើតនិងបងប្អូនបង្កើតរវាងយាយតាក្មេកនិងចៅប្រសារអញ្ចឹងញាតិ3ញាតិនេះគឺត្រូវអនុញ្ញាតឲ្យដកចេញពីមូលដ្ឋានគិតពន្ធហ្នឹងបើសិនជាករណីលំហូរមកដកដែលធ្វើជាសន្តតិកម្មហ្នឹងគឺដកចេញ200លានរៀលពីមូលដ្ឋានគិតពន្ធបើគិតជាប្រាក់ពន្ធវិញប្រមាណជា8លានរៀលដែលឡែកបើករណីប្រតិកម្មដែលគ្រាន់តែជាអំណោយពីមនុស្សរស់ទៅញាតិហ្នឹងញាតិ3ខាងលើមិញហ្នឹងដកមូលដ្ឋានគិតពន្ធ100លានរៀលហើយស្មើប្រាក់ពន្ធ4លានរៀលបាទបើមានករណីត្រូវលើសបាទន័យថាអចលនទ្រព្យធំវាអីទៅលើសការទទួលទៅគឺត្រូវបង់នៅចំណែកដែលលើសបាទការអនុគ្រោះមួយទៀតដែរក៏មានការអនុគ្រោះដែរគឺការធ្វើប្រតិកម្មអចលនទ្រព្យចាប់ពីលើកទី2ទៅមានន័យថាការផ្ទេរអចលនទ្រព្យក្នុងកម្រិតប្រតិកម្មចាប់ពីលើកទី2ទៅនៅអចលនទ្រព្យដដែលអចលនទ្រព្យបានន័យថាធ្លាប់ធ្វើប្រតិកម្មលើកទី1ហើយឧបមាថាពីឪពុកម្ដាយមកកូនបង្កើតហើយកូនបង្កើតនេះយកទៅបន្តឲ្យកូនខ្លួនបន្តទៀតមានន័យថាគេហៅថាប្រតិកម្មលើកទី2ហ្នឹងគឺ5ញាតិដដែលហ្នឹងគឺត្រូវបានទទួលការត្រឹមកម្រិតអនុគ្រោះដែរគឺរវាងឪពុកម្ដាយបង្កើតនិងកូនបង្កើតរវាងប្តីនិងប្រពន្ធរវាងយាយតាបង្កើតនិងចៅបង្កើតរវាងឪពុកម្ដាយនិងកូនបង្កើតនិងកូនប្រសារដែលជាសហព័ន្ធត្រូវដាក់ជាទ្រព្យរួមប្តីប្រពន្ធហ្នឹងបាទរវាងយាយតានិងចៅបង្កើតនិងចៅប្រសារដែលជាសហព័ន្ធទ្រព្យរួមប្តីប្រពន្ធដែរហើយការទទួលបាននេះក្នុងកម្រិតដកមូលដ្ឋានគិតពន្ធប្រថាប់ត្រានឹង100លានដែលស្មើនឹងប្រាក់ពន្ធ4លានបើលើសពីនេះក៏ត្រូវបង់ដែរបាទបន្តមកទៀតក៏មានការអនុញ្ញាតក្នុងកម្រិតអនុគ្រោះដែរគឺជាគោលការណ៍របស់រាជរដ្ឋាភិបាលតាំងពីឆ្នាំ2017មកហើយពជារហូតដោយសារតែយើងមានការចុះបញ្ជីដីធ្លីរហូតមកនិងពជាអនុវត្តរហូតដល់ដំណាច់ឆ្នាំ2027គឺសម្រាប់អចលនទ្រព្យដែលពុំទាន់បានចុះបញ្ជីគ្មានបានកម្មសិទ្ធិហ្នឹងគឺយើងគឺអនុញ្ញាតឲ្យបង់ពន្ធមួយដងចុងក្រោយដែលបានទិញមុនថ្ងៃទី1ខែមករាឆ្នាំ2007អញ្ចឹងគឺប្រហែលដងក៏ដោយគឺអនុញ្ញាតឲ្យបង់ពន្ធតែម្ដងហើយអនុញ្ញាតឲ្យដកចេញមូលដ្ឋានគិតពន្ធទៀតប៉ះសិនបើយកទៅចុះបញ្ជីដីធ្លីដើម្បីទទួលបានវិញ្ញាបនបត្រកាន់កាប់ហ្នឹងគឺដក600លានពីមូលដ្ឋានគិតពន្ធបើលើសពីនេះត្រូវបង់បាទនេះគឺជាចំណែកអនុគ្រោះជួយសម្រួលដល់ប្រជាពលរដ្ឋដើម្បីទទួលបានកម្មសិទ្ធិដែរបាទ
មួយទៀតក៏ឡងមកមានការអនុគ្រោះមួយទៀតក៏ឡងមកមានបានកម្មសិទ្ធិហើយត្រូវបានយកទៅលក់ធ្វើកិច្ចសន្យាឬក៏បែកលក់ធ្វើតែលិខិតទេសសិទ្ធិតាមអាជ្ញាធរឃុំសង្កាត់អីហ្នឹងក្រុងស្រុកហ្នឹងហើយមិនទាន់បានបង់ពន្ធទេហើយវាច្រើនដងមុនឆ្នាំ2017ហ្នឹងក៏ទទួលបានការអនុគ្រោះច្រើនដងហ្នឹងក៏ឲ្យតែបង់តែម្ដងចុងក្រោយគឺអត់បង់គ្រប់តំណទេតាមច្បាប់ត្រូវបង់គ្រប់តំណក៏ប៉ុន្តែការអនុគ្រោះដើម្បីឲ្យដំណើរការកាត់ឈ្មោះគឺទទួលបានបើជោគជ័យបាទខ្ញុំមានប៉ុណ្នេះក្នុងសំណួរការលើកលែងនិងការអនុគ្រោះពន្ធនៅឡើយសម្រាប់ពន្ធចលនាទ្រព្យក៏មានការអនុគ្រោះផងដែរហើយថ្ងៃនេះលោកជួបចន្ទរាគាត់ជាអនុប្រធានការិយាល័យគាត់ទទួលទុក